ជំរាបសួរលោកគ្រូនិងសិស្សអ្នកគ្នាថ្ងៃនេះគឺជា project IoT របស់ខ្ញុំដែលយើងធ្វើតាក់ទងជាមួយនឹង IoT weather station នៅក្នុងនោះយើងមាន ESP32 ដែលជា main controller របស់យើងហើយយើងមាន relay មាន LCD ដែលយើងបានបង្ហាញនៅខាងក្រោមនេះហើយជាមួយនឹង RAN sensor ក៏ដូចជាDHT22 ដែរនេះជា DHT22 របស់ component របស់យើងនេះជា DHT22 component អញ្ចឹងចំពោះដំណើរការរបស់ flow chart របស់យើងគឺនៅពេលដែលចាប់ផ្ដើម initial system ហ្នឹងគឺវាទៅ check សិនយើងប្រើ ESP32 អញ្ចឹងយើងត្រូវ connect ទៅ Wi-Fi យើងត្រូវ check condition ថាតើ Wi-Fi connect នៅបើសិន Wi-Fi អត់ទាន់ connect ទេយើងត្រូវ make sure ថាវា connect សិនបើអត់ទាន់បើ connect ហើយយើងបន្ត main loop ទៅឲ្យ read sensor ទៅ DHT 22របស់យើងនិង read sensor របស់យើងបន្ទាប់មកនៅពេលដែល read sensor ទាំងពីរហ្នឹងហើយយើងតទៅដល់យើង upload code machine learning ចូលទៅក្នុង ESP របស់យើងដើម្បីឲ្យ read ឲ្យ prediction ពីតម្លៃរបស់ temperature និង humidity របស់យើងអញ្ចឹងនៅពេលដែល temperature ដែល prediction ចេញមកវាតូចជាងឬក៏វាតូចជាង threshold ដែលយើងបាន set គឺ relay ហ្នឹងគឺ turn up តែបើសិនជាtemperature និង humidity ហ្នឹងវាធំជាង threshold ដែលយើង set humidity 75ហើយនិង temperature 31 អង្សាសេហ្នឹងrelay វានឹងបើកហើយវានឹងបញ្ជូនទិន្នន័យទាំងអស់ហ្នឹងចូលទៅក្នុង Telegram របស់យើងដែលយើងបាន set ទៅ Telegram chatbot នៅក្នុង Telegram chatbot ហ្នឹងដែរយើងក៏អាចឲ្យ user comment បានដែរនៅពេលដែលគាត់ចុច comment start ទៅវានឹង display welcome to IoT weather station bot អញ្ចឹងទៅហើយវាមាន temperature humidity relay RAN និង ML machine learning អញ្ចឹងទៅបើសិនទៅពេលយើងចុច temperature វានឹងបង្ហាញថា temperature ឥឡូវហ្នឹងប្រមាណ humidity ប្រមាណហើយ relay របស់យើងមិនដែរបិទឬក៏បើកអីចឹងទៅឥឡូវហ្នឹងដោយសារវាអត់មាន edit text ទេចឹង relay ហ្នឹង off បើសិនជាវាមាន edit text relay ហ្នឹងនឹងបើកហើយអត់មានភ្លៀងទេ smooth ដោយសារយើងអត់មានបានដាក់ទឹកអីទេយើងជូតចេញអស់ហើយហើយអានេះតកតងជាមួយ machine learning នេះគឺយើង prediction តម្លៃវាមានchain មាន predicted temperature មាន predicted humidity អីចឹងទៅដែរចឹងឥឡូវយើងតេស្ត RAN sensor របស់យើងនោះវាចេញភ្លើងពីអញ្ចឹងដល់ពេលដែលយើងតេស្តមកវា detect យើងចាំតិចទៅនេះវានឹង load ចូលមកក្នុង Telegram ប្រាប់ថាមាន RAN detected ហើយយើងចាំវារៀងមួយសន្ទុះដែរដោយសារពួកខ្ញុំសរសេរនៅក្នុង code ចំណុច path លេខនេះគឺខ្ញុំដាក់វាថាលុះត្រាទៅវាស្មើ90បានវា detect នៅពេលដែលយើងតេស្ត DHT22 ហើយទៅខ្ញុំបាន set នៅក្នុង code ទៅចឹងនៅជាមួយនឹង serial print គឺវានឹងឡើងទៅដល់90នៅពេលដែលវាឡើងដល់90នៅក្នុង Telegram chatbot វានឹង alert ប្រាប់យើងថាមាន RAN detected ដូចគ្នាអញ្ចឹងមានន័យថាទាំង humidity ទាំង DHT22 ជាមួយនឹង RAN sensor របស់យើងគឺវា detect ភ្លៀងបានដូចគ្នាកាលណាដែលវាមានសំណើមទឹកខ្ពស់ជាង90 អង្សាសេអីដែលយើង set នៅក្នុងcode របស់យើងវានឹង alert ប្រាប់យើងថាវាមាន RAN ឬក៏អីចឹងទៅដូចគេឬក៏បើសិនជាសីតុណ្ហភាពមួយដែលក្បែរទៅដល់អីដែលយើង set ថាវា RAN ហ្នឹងវានឹង alert មាន unknown detected បានថាសីតុណ្ហ unknown detected បានថាសីតុណ្ហភាពធ្លាក់ចុះខុសពីធម្មតាឬក៏កើនឡើងខុសពីធម្មតាហើយនេះគឺជា web server របស់យើងដែលយើងមាន display ដូចជាសីតុណ្ហភាព humidity off on relay ហើយនិង dry or RAN តកតងជាមួយនឹងកន្លែងនេះគឺតកតងជាមួយនឹង RAN sensor បើសិនជាមានភ្លៀងវានឹងកន្លែងហ្នឹងវានឹងបង្ហាញថាលោតពាក្យ RAN មកតែបើសិនជាអត់មានភ្លៀងទេវានឹងដាក់ dry ហើយខាងក្រោមនេះគឺជា dashboard របស់ ML machine learning prediction របស់យើងដែលមាន weather ខ្លះ humidity មាន RAN chain ន័យថាឱកាសភ្លៀងប្រមាណអីចឹងទៅ
high prediction ช่องนี้คือ thing speak របស់យើងដែលយើងប្រើសម្រាប់ store ទិន្នន័យនៃ field chart temperature និង humidity ដែលយើងតាមយើងបានចាប់បាននេះគឺជា tool cloud របស់យើងទៀតដែលយើង file ឲ្យយើង store ពី web server មកដែរមាន weather មាន humidity មាន rain status មាន relay មានអីចឹងទៅហើយ weather station using anomaly មានឲ្យវាបើសិនជាមានសីតុណ្ហភាពណាប្រែប្រួលឲ្យវា display anomaly detected បើមានភ្លៀងឲ្យវាប្រាប់ថា rain detected អីចឹងទៅនេះគឺជា file base ហើយតន័យទាំងអស់គឺយើងបានបញ្ចូលវាទៅក្នុងទៅក្នុង Blink ទៅក្នុងមាន humidity មានអីចឹងទៅដែលយើងធ្វើជា dashboard ហ្នឹងហើយមួយទៀតយើងក៏បានដាក់